ទូរទស្សនិកជនជាទីមេត្រីយើងផ្ដោតទៅនឹងការគិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលនាំឲ្យមានការរីកចម្រើនផ្នែកខាងសុខភាពក៏ដូចជាសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារគណៈដែលប្រជាពលរដ្ឋដែលមានសុខភាពល្អគឺថាគាត់អាចបំពេញកិច្ចការងារបានល្អប្រសើរក្នុងនោះផងដែរក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានបន្តពង្រីកបេសកកម្មសប្បុរសធម៌ដើម្បីចូលរួមចំណែកនៅក្នុងការកាត់បន្ថយពីភាពក្រីក្រនិងការអភិវឌ្ឍប្រទេសជាតិឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ2050ឯកឧត្តមលេងផាលីសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានក្រុមប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានថ្លែងថាការចុះពិនិត្យនិងព្យាបាលជំងឺដល់ពលរដ្ឋគឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្ដែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នាខ្មែរស្រឡាញ់ខ្មែររួបរวมគ្នាតែមួយអនាគតតែមួយពោលគឺការព្យាបាលមិនប្រកាន់បពុសាសនាឬនិន្នាការនយោបាយណាមួយឡើយសំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននិងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍តាមរយៈការផ្តល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃលោកជំទាវហងលីណាដែលជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីនិងជាប្រធានក្រុមការងារចុះជួលមូលដ្ឋានឃុំសម្បូរបានថ្លែងអំណរគុណបំផុតជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីដែលជានិច្ចការតែងតែគិតគូរពីសុខទុក្ខនិងសុខភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺជាដរាបលោកជំទាវបានបន្តថាតាមរយៈសកម្មភាពដ៏សកម្មរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះផ្ទាល់ដល់មូលដ្ឋានបែបនេះគឺជាទ្រព្យសម្បត្តិមហាសាលនិងជាមនុញ្ញផលដ៏ថ្លៃថ្លាបំផុតក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានេះបង្ហាញឲ្យឃើញថាប្រជាជនយើងជឿជាក់នៅលើក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីដែលជាក្រុមការងារមនុស្សធម៌គ្រូពេទ្យមនុស្សធម៌ជាបាលដោយឥតគិតថ្លៃហើយគោរពទៅលើគោលការណ៍ខ្មែរស្រឡាញ់ខ្មែរជួយខ្មែរណាជាបាលដោយមិនគិតថ្លៃជំងឺតូចធំធ្ងន់ស្រាលក្តីគឺក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីជួយព្យាបាលបានទាំងអស់បើជំងឺស្រាលយើងព្យាបាលនៅទីនេះតែបើជំងឺធ្ងន់យើងនឹងបញ្ជូនទៅពេទ្យបង្អែកស្រុកឬមួយក៏ពេទ្យខេត្តចាលើសពីនេះទៀតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីយើងមានផ្ដល់ជូនជាវ៉ែនតាដោយមិនគិតថ្លៃទេវ៉ែនតាសម្រាប់អ្នកដែលថាគាត់មានបញ្ហាភ្នែកហើយនឹងឧបករណ៍សម្រាប់ដាក់ក្នុងត្រចៀកចានេះក៏យើងផ្ដល់ជូនដោយមិនគិតថ្លៃដែរដល់ឧបករណ៍ទាំងអស់ហ្នឹងគឺមានតម្លៃថ្លៃដែរយើងក៏នៅតែបកគលជូនចែកជូនដល់បងប្អូនជាពលរដ្ឋដោយឥតគិតថ្លៃអញ្ចឹងដោយនាងខ្ញុំជាប្រធានក្រុមការងារចុះជួយឃុំសម្បូរផងហើយខ្ញុំក៏ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីដែរនោះខ្ញុំសូមជម្រាបជូនថាខ្ញុំចូលរួមនៅក្នុងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីតាំងពីថ្ងៃចាប់ផ្ដើមកកើតគឺថ្ងៃ2ខែ12ខែធ្នូឆ្នាំ2012ដែលកាលនោះមានសមាជិកតែ12នាក់ទេចាហើយក្រុមគ្រូពេទ្យយើងពីនោះមកដល់នេះគឺជិត15ឆ្នាំហើយក្រុមគ្រូពេទ្យយើងនឹងបានខិតខំប្រឹងប្រែងពង្រីកខ្លួនឲ្យធំធាត់ចាហើយនឹងមានការអភិវឌ្ឍមកដល់ពេលនេះគឺក្រុមគ្រូពេទ្យយើងបានរីកពី12នាក់មក36000នាក់ចាហើយសាខាទូទាំង25រាជធានីខេត្តនិង4សាខាទៀតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចាក្នុងរយៈពេល15ឆ្នាំនេះក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីនិងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមលេងផាលីរដ្ឋលេខាធិការក្រសួងផែនការនិងជាសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីក្រុមការងារយើងបានចុះជាបាលបងប្អូនប្រជាពលរដ្ឋយើងជុំវិញទូទាំងប្រទេសបានចំនួន2671ដង71លើកបើគិតជាប្រជាជនប្រជាពលរដ្ឋដែលយើងបានធ្វើការព្យាបាលជូននោះគឺមានចំនួនប្រមាណ14លាននាក់ចា14លាននាក់នៅក្នុង14លាននាក់នេះគឺមានស្ត្រីជាង7លាននាក់ចាអញ្ចឹងបើយើងគិតជារួមទៅគឺយើងព្យាបាលបាន3/4នៃប្រជាជនទូទាំងប្រទេសដែលយើងមានជាង17លាននាក់ហើយបើយើងគិតការចំណាយសម្រាប់ប្រជាជនម្នាក់ដែលយើងព្យាបាលគាត់14លាននាក់នេះណាបើម្នាក់គាត់ចំណាយតែ$50
ចឹង14លាននេះវាប្រហែលជា$700 លានចាចឹងនេះយើងជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជនបានច្រើនណា$700 លានមិនធម្មតាទេហើយនៅក្នុងកំឡុង COVID-19 ដែលរីករាលដាលទូទាំងប្រទេសឆ្នាំ2014ដល់2021ទៀតក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុននីយើងបានចាត់តាំងសមាជិកយើង4601នាក់ចុះទៅជួយចាក់វ៉ាក់សាំងនៅតាមរាជធានីខេត្តបាន12លានដូសដូចគ្នានេះផងដែរនៅពេលដែលយើងមានសង្គ្រាមព្រំដែនរវាងកម្ពុជាថៃនោះចាពេលនោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់យើងនេះជាយើងហៅថាកងទ័ពអាវសចុះទៅជួយពិនិត្យជាបាលនិងចែកឱសថដោយឥតគិតថ្លៃដល់វីរៈកងទ័ពនៅសមរភូមិមុខចាហើយនឹងជនភៀសសឹករបស់យើងនៅតាមជំរំហ្នឹងបាន270000នាក់អញ្ចឹងក្នុងនាមខ្ញុំជាប្រធានក្រុមការងារសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីជាពិសេសគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីដែលតែងតែគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងហើយបងប្អូនក្រុមការងារគ្រូពេទ្យយើងខិតខំណាស់រយៈពេល15ឆ្នាំកន្លងមកនេះគឺមិនដែលកក់ខានទេជារៀងរាល់ខែទីហោដូចខែមុនចឹងយើងធ្វើនៅឃុំជាងរស់ស្រុកសាមគ្គីមឌីជ័យនៅពេលនោះគឺប្រជាជនចូលរួមប្រហែលខ្ទង់20000នាក់ច្រើនណាស់ចាពេលនេះគឺយើងព្យាបាលនៅទីនេះអញ្ចឹងយើងមើលទៅឃើញហើយបរិយាកាសពេលនេះប្រជាជនចូលរួមនឹងគឺថាមិនតិចជា10000នាក់ទេណាយ៉ាងហោចណាស់ក៏10000ឬក៏10000ជាងឥឡូវនេះពេលហ្នឹងបានត្រឹមហ្នឹងប្រហែលជា10000នាក់អញ្ចឹងខ្ញុំគិតថាតម្រាំដល់ម៉ោង12ម៉ោង1អីគាត់អាចមកបន្តទៀតអាចលើស10000នាក់ចាអញ្ចឹងគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនរីនឹងចិត្តតែបន្តទៀតហើយខែក្រោយនេះខែ9ខែ10យើងគ្រោងនឹងទៅជាដំបាលជូនដល់បងប្អូនជាពលរដ្ឋនៅឃុំ2នៃខេត្តស្វាយរៀងគឺនៅស្រុកមាសហែត1ស្រុកស្វាយជ្រុំ1ចាអញ្ចឹងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគាត់ផ្ដល់ជំនឿទុកចិត្តមកលើក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់យើងបានចូលរួមមកយ៉ាងស្រាក់ស្រាំចាហើយខ្ញុំគិតថាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់យើងនឹងបន្តបេសកកម្មធ្វើអំពើល្អពិនិត្យជាបាលជូនបងប្អូនប្រជាពលរដ្ឋតទៅថ្ងៃមុខទៀតដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនិងក៏ដូចចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសដើម្បីឲ្យប្រទេសយើងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030ហើយនឹងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050សូមជម្រាបថានៅថ្ងៃទី20ខែកញ្ញាឆ្នាំ2026ខាងមុខនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីនឹងបន្តចូលបំពេញបេសកកម្មមនុស្សធម៌ដើម្បីពិនិត្យព្យាបាលជំងឺនិងចែកឱសថជូនដល់ប្រជាពលរដ្ឋដែលឥតគិតថ្លៃនិងឥតគិតថវិកានៅឯវិទ្យាល័យកំពង់ស្ពឺស្ថិតក្នុងក្រុងច្បារមនខេត្តកំពង់ស្ពឺដូច្នេះលោកក៏បានអំពាវនាវដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងក្រុងច្បារមនក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺអញ្ជើញមកទទួលសេវាថែទាំសុខភាពនេះឲ្យបានច្រើនកុះករ